បាទសូមជម្រាបសួរបាទថ្ងៃនេះខាងក្នុងការងារសាលារបស់ AA យើងបញ្ញវន្តគោបានមកដល់ទីតាំងចិត្តសាលដែលរៀបរាប់ពីការឆ្លងចងចាំការសិក្សាដែលប្រព្រឹត្តឡើងដោយវិធានជ្រៀនពៀនវិធានសាហាវយងភ្នងវិធានដែលគ្មានក្រមសីលធម៌វិធានព្រៃរបស់ប្រទេសថៃដែលបានធ្វើការជ្រៀនពៀនរយៈការកន្លងមកលើទឹកដីប្រទេសកម្ពុជាដល់ស្រុកយើងអញ្ចឹងយើងចូលរួមទាំងអស់គ្នាហើយយើងប្រែក្លាយការជួបចាប់របស់យើងនេះទៅជាការអភិវឌ្ឍសមត្ថភាពឲ្យបានខ្លាំងអភិវឌ្ឍសមត្ថភាពទាំងសមត្ថភាពផ្ទាល់ខ្លួនទាំងការអភិវឌ្ឍទៅលើសេដ្ឋកិច្ចទាំងធនធានហើយយើងស្អប់យើងមិនបាច់សម្ដែងទេប៉ុន្តែយើងទុកនៅក្នុងចិត្តហើយយើងគិតថាពេលណាមួយដែលយើងខ្លាំងយើងនឹងអាចការពារទឹកដីយើងបានល្អប្រសើរជាងនេះបាទអរគុណច្រើន